Lola bố mẹ lưu cái the khổ biến sạ bị xe dơ con slap bị bên ngay món nọ. Ôi này cũng chưa cái bệt bà dương tâm ta hiện cho mối quạt là nghĩ mình nữa nghe. គ្នាអត់ដឹងដែរគ្នាទទួលបានសារសម្លេងមួយគេប្រាប់គ្នាថាឲ្យបើកស្ដាប់ពេលនៅម្នាក់ឯងគ្នាខ្លាចទេនេះ Ôi màuផ្ញើមកគ្នាមិនចឹងគ្នាមិនចេះខ្លាចអីទេ សួរ4តិចណាពួកម៉ែម៉ែរបស់លេងសើចណាគេថាសារសម្លេងមេអ្នកគ្រូហ្នឹងយើងត្រូវតែឆ្លើយឲ្យបានត្រឹមត្រូវ មកសែនមកគ្នាដាក់ស្ដាប់ឥឡូវហ្មងហើយបើគ្នាឆ្លើយអត់ត្រូវមិនចោះ សិស្សដែលស្ដាប់សារសម្លេងនេះសូមអង្គុយឲ្យត្រង់ខ្លួន អូខេអ្នកគ្រូអង្គុយត្រង់ខ្លួនហើយ ពេលដែលអ្នកគ្រូសួរត្រូវឆ្លើយឲ្យត្រូវបើឆ្លើយខុសកុំងាកក្រោយឲ្យសោះ អូខេអ្នកគ្រូ តើពាក្យខាងលើដែលលោតចេញមកនេះមួយណាជាពាក្យត្រឹមត្រូវ ពាក្យមួយនេះជាពាក្យត្រូវ ចាចម្លើយពិតជាត្រឹមត្រូវ ហើយអ្នកគ្រូចេះឆ្លើយមកវិញទៀតធ្វើដូចដឹង សំណួរមួយទៀតចុះពាក្យហ្នឹងគេអានថាម៉េច ពាក្យហ្នឹងអានថាសួស្ដីណាគេ សូមឆ្លើយជាមួយអ្នកគ្រូសួរអ្នកដែលកំពុងអង្គុយនៅតុនេះមិនមែនម្នាក់ដែលឈរនៅខាងក្រោយទេ សួស្ដី ខ្ញុំអត់លឺអីទេមិញខ្ញុំអត់លឺអីទេខ្ញុំស្ដាប់ច្រឡំខ្ញុំនិយាយជាមួយតែអ្នកគ្រូម្នាក់គាត់ខ្ញុំស្ដាប់ច្រឡំមុននឹងខ្ញុំអត់លឺអីអ្នកផ្សេងនិយាយទេ កូនសិស្សមេរៀនមិនទាន់ចប់ទេ សារសំឡេងនឹងខ្ញុំចុចបិទទេតាមិនបានអ្នកគ្រូនិយាយចេញបានទៀតចឹង ត្រឡប់មកអង្គុយវិញភ្លាម នៅក្រៅក៏ភ្លៀងខ្លាំងចង់ពេលល្អមែនអត់ទេខ្ញុំលេងហ៊ានហើយខ្ញុំលេងចង់ស្ដាប់ហើយខ្ញុំស្ដាប់ទៀតទេ រឹងក្បាលដែរតាកូនសិស្សនេះអញ្ចឹងឯងអង្គុយឆ្លើយពីលើក្រែនឹងហើយតើពាក្យនេះមួយណាជាពាក្យត្រឹមត្រូវ ពាក្យសង្សារមានរអាខាងឆ្វេង កូនសិស្សនេះឆ្លាតមែនពិតជាត្រឹមត្រូវកូនសិស្សឡូឡាតើអ្នកណាជាអ្នកប្រាប់ឯងថាអ្នកគ្រូស្លាប់ហើយ បានលឺសំឡេងអ្នកគ្រូកាន់តែច្បាស់មកគៀកខ្ញុំចឹងអ្នកគ្រូខែងសារសំឡេងនឹងអ្នកគ្រូថតតុកអីមិនបាននិយាយឈ្មោះខ្ញុំបានចឹងមិត្តភក្តិខ្ញុំសាប្រាប់ថាលឺសោគេថាអ្នកគ្រូស្លាប់បាត់ហើយ ណាគេអង្គុយនៅនឹងណាគេ កូនសិស្សពាក្យបន្ទាប់តើពាក្យមួយណាជាពាក្យត្រឹមត្រូវ ពាក្យដែលត្រឹមត្រូវគឺពាក្យខាងស្ដាំ ត្រឹមត្រូវកូនសិស្សពិតជាឆ្លាតមែន ហេតុអីបានអ្នកគ្រូឲ្យខ្ញុំហ៊ានពាក្យទាំងអស់ហ្នឹង ព្រោះវាមិនមែនត្រឹមតែជាមេរៀនទេមេរៀនមិនទាន់ចប់ទេពាក្យចុងក្រោយតើឈ្មោះពីរនេះឯងស្គាល់ឈ្មោះម្នាក់ណា ខ្ញុំស្គាល់ឈ្មោះសា ត្រឹមត្រូវ មេរៀនអ្នកគ្រូទាំងអស់ហ្នឹងសុទ្ធតែចម្លែកចឹងដល់ពេលនេះហើយខ្លាចអីទៀតបើនិយាយតទល់មួយខ្មៅជាងហ្នឹងឥឡូវមានតែទៅហៅទូរស័ព្ទទៅចឹង អ្នកមោទសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈ ពាក្យសួស្ដីសង្សារសម្លាប់សាសា ពាក្យហ្នឹងមានន័យថាម៉េចទៅអាឡូសាសា អាឡូឡូឡាគ្នាផ្ញើសារសម្លេងដើមអ្នកគ្រូឲ្យឯងស្ដាប់ប៉ុន្តែមុននឹងឯងស្ដាប់កុំភ្លេចចាក់សោតទ្វារផងគ្នាទៅ អាឡូអីមានរឿងអីណាសាសាអាឡូ តើពាក្យនេះអានថាម៉េចកូន អ្នកគ្រូបាទ ចាកូនសួស្ដីមានការអី ខ្ញុំត្រូវជាសង្សាររបស់សាខ្ញុំមកយករបស់សាទុកនៅអ្នកគ្រូ សាសាដូចជាអត់មានបានភ្លេចអីនៅអ្នកគ្រូទេសួស្ដី ប្រហែលជាខ្ញុំច្រឡំអញ្ចឹងអ្នកគ្រូប៉ុន្តែអ្នកគ្រូនៅម្នាក់ឯងតែឥឡូវគឺខ្ញុំស្រឡាញ់អ្នកគ្រូយូរហើយខ្ញុំចង់ បងអូនសួស្ដីអត់ទេណាសួស្ដីអត់មានធ្វើចឹងទេណាអត់ទេ អូយអត់ទេនេះជាសារសម្លេងអ្នកគ្រូគាត់កំពុងតែថតទុកដើម្បីព្រៀនកូនសិស្សគាត់តាហើយចាយដនអី
សង្សាររបស់សាចូលមកធ្វើអីអ្នកគ្រូអ្នកគ្រូគាត់ពិតជាស្លាប់មែនហើយហើយអ្នកសម្លាប់អ្នកគ្រូនោះគឺជាអូយអាឡូសាសង្សារឯងគឺជាអ្នកទៅជួបជាមួយអ្នកគ្រូនៅយប់នោះមែនទេ ឡូឡាតាមពិតទៅក៏គ្នាអត់ចង់ឲ្យឯងដឹងរឿងនោះដែរប៉ុន្តែគ្នាត្រូវតែការគិតពីខ្លួនព្រោះគ្នាក៏ ឡូឡាបើកទ្វារ ណាគេហ្នឹង ខ្ញុំសួស្ដីសង្សាររបស់សាភ្លេចរបស់នៅផ្ទះឡូឡាឯងហើយផ្ដាំប្រាប់ឲ្យខ្ញុំជួយយកឲ្យនាងអត់សូវស្រួលខ្លួន អញ្ចឹងតាបានខ្ញុំតែទៅសានាងអត់លើទូរស័ព្ទនាងអត់ស្រួលខ្លួនណហ្នឹងហើយចាំខ្ញុំបន្តិចណាខ្ញុំហៅរបស់ហ្នឹងសិនចាំខ្ញុំយកមកឲ្យចាំបន្តិចណាអាឡូលោកប៉ូលីសមានម្នាក់ប្រុសហ្នឹងគាត់ចង់ធ្វើអីខ្ញុំនៅផ្ទះខ្ញុំអាចនឹងចង់ស្លាប់ខ្ញុំសុំលោកប៉ូលីសមកជួយបានអត់ ឡូឡានាងនៅណានឹង លើកដៃឡើង លោកលីធ្វើអីខ្ញុំលោកធ្វើអី អរគុណឡូឡាមានតែឯងទេអាចជួយរកយុត្តិធម៌ដល់ការស្លាប់របស់អ្នកគ្រូបានតែប៉ុណ្ណេះគ្រូស្ងប់ចិត្តហើយនេះគឺជាមេរៀនចុងក្រោយពីអ្នកគ្រូថ្នាក់ពិសេស